ពុទ្ធនេថាសាសនាមេគីថ្លៃថ្លាបង្ហាញផ្លូវសុខធ្វើល្អជាស្ពានឆ្លងទៅខាងមុខសាសនាតថាគតបានបង្ហាញផ្លូវធ្វើល្អជាស្ពានឆ្លងទៅខាងមុខសាសនាតថាគតបានបង្ហាញផ្លូវការកសាងព្រះពុទ្ធរូបចាត់ទុកថាជាពុទ្ធបូជាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាព្រោះព្រះពុទ្ធរូបគឺជារូបតំណាងរបស់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងដែលពុទ្ធបរិស័ទខ្មែរតែងតែគោរពបូជាយ៉ាងខ្លាំងក្លាបំផុតដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឲ្យរួចផុតចាកទុក្ខពុទ្ធបរិស័ទខ្មែរយើងតែងតែបានរួមគ្នាបរិច្ចាគជាបច្ច័យតាមសទ្ធាជ្រះថ្លាដើម្បីកសាងព្រះពុទ្ធរូបដោយអង្គខ្លះតូចអង្គខ្លះធំសម្រាប់ទុកជាសក្ការៈបូជាថ្វាយព្រះរតនត្រ័យកែវទាំង3មានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈព្រមទាំងជាបុណ្យកុសលសម្រាប់បច្ចុប្បន្ននិងអនាគតជាតិផងដែរ